នារីទាំងពីរនាក់នេះនៅគ្នាតើគាត់ជាជនរងគ្រោះឬក៏ពិតជាឃាតករសម្លាប់លោកគឹមចុងណាមពិតប្រាកដមែនដែលរឿងនេះដំបូងកើតឡើងពីនារីម្នាក់ដែលមានឈ្មោះថាស៊ីទីអាយុ25ឆ្នាំរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែនាងបានធ្វើចំណាក់ស្រុករស់នៅក្នុងប្រទេសម៉ាឡេស៊ីនិងធ្វើការងារជាអ្នកបម្រើសេវាកម្មផ្លូវភេទដើម្បីតែទទួលបានប្រាក់ផ្ញើទៅកាន់ឪពុកម្ដាយរបស់នាងវិញនៅប្រទេសឥណ្ឌូនេស៊ីប៉ុន្តែថ្ងៃមួយនាងបានជួបផលិតករដែលផលិតវីដេអូក្នុង YouTube ដែលមាន channel ធ្វើពីវីដេអូបែបកំ pl ែងឬក៏វីដេអូប្រេបរិសម្នាក់នោះបានប្រាប់ទៅកាន់ស៊ីទីថាអ្នកឯងអាចធ្វើការក្នុងវីដេអូរបស់ខ្ញុំបានហើយមិនត្រូវការចំណាយប្រាក់ច្រើនទេហើយអ្នកឯងអាចឈប់ពីការងារចាស់របស់អ្នកឯងនិងទទួលបានប្រាក់ខែច្រើនជាងការងារចាស់របស់អ្នកឯងទៀតគាត់បាននិយាយបន្ថែមទៀតថាគឺគាត់បានបូកទាំងថ្លៃសម្ភារៈនិងប្រាក់ឧបត្ថម្ភឲ្យនាងក្នុងមួយវីដេអូគឺ$96ស៊ីទីផ្ទាល់គាត់សប្បាយចិត្តខ្លាំងតែដោយសារតែឮពាក្យដែលបានលុយ$96ក្នុងមួយវីដេអូគឺគាត់សប្បាយចិត្តខ្លាំងក្រោយមកបរិសម្នាក់នោះក៏ណែនាំឲ្យនាងស្គាល់បរិសម្នាក់ដែលកាន់ channel YouTube វីដេអូប្រេងហ្នឹងដែលមានឈ្មោះថា Mr. Chang គាត់ក៏ចាប់ផ្ដើមភ្លាមចាប់ផ្ដើមឲ្យនាងទៅធ្វើវីដេអូកំ pl ែងជាមួយនឹងបរិសផ្សេងឬក៏មនុស្សផ្សេងនៅតាមទីសាធារណៈដោយគាត់បានឲ្យនាងទៅកាន់ដៃចាប់ដៃបរិសដែលមិនស្គាល់មុខហើយបានយកប្រេង baby oil ហ្នឹងទៅលាបមុខបរិសដែលអង្គុយនៅតាមទីសាធារណៈដើម្បីឲ្យក្នុងវីដេអូហ្នឹងវាកាន់តែល្អមើលនិងកំ pl ែងស៊ីទីបន្តធ្វើវីដេអូប្រេងហ្នឹងបានរយៈពេល1ខែលោក Mr. Chang ហ្នឹងក៏បានរើសនារីម្នាក់ទៀតដើម្បីធ្វើជាដៃគូរបស់នាងធ្វើនៅក្នុងវីដេអូហ្នឹងថ្ងៃមួយនេះ Mr. Chang ក៏បានហៅស៊ីទីមកធ្វើវីដេអូប្រេងនៅពលានយន្តហោះដោយ Mr. Chang ក៏បានប្រាប់ស៊ីទីផងដែរថាឥឡូវនេះវីដេអូរបស់យើងហ្នឹងគឺមាននារីម្នាក់មកចូលរួមដែរអញ្ចឹងអ្នកឯងមានដៃគូហើយអ្នកឯងមិនធ្វើតែឯងទៀតទេហើយនាងនឹងធ្វើវីដេអូប្រេងជាមួយនឹងស៊ីទីឯងអញ្ចឹង Mr. Chang ក៏បានប្រាប់កូនដែររបស់ពួកគេដែរគឺមនុស្សម្នាក់ហ្នឹងគឺតែម្នាក់ទេកូនដែររបស់ពួកគេគឺតែមួយដែលកូនដែររបស់ពួកគេហ្នឹងគឺជាបរិសម្នាក់ដែលនៅក្នុងពលានយន្តហោះហ្នឹងដែលស៊ីទីបានចូលទៅលេងសើចមុនដោយបានយកប្រេងហ្នឹងបានបាត់មុខរបស់ជនរងគ្រោះហ្នឹងបន្ទាប់មកដនម្នាក់ទៀតហ្នឹងក៏បានចូលទៅធ្វើបន្តដូចគ្នាតែពួកគេបន្ទាប់ពីធ្វើរឿងបែបហ្នឹងហើយក៏បានសោយហើយរត់ទៅចេញទៅបាត់ដែលបរិសម្នាក់ហ្នឹងគឺគាត់ភ័យខ្លាចខ្លាំងតែគាត់មិនដឹងថាមានអ្វីទេមកប៉ាត់លើមុខរបស់គាត់ក៏គាត់បានរត់ទៅប្រាប់សន្តិសុខនៅពលានយន្តហោះហ្នឹងថាអត់ដឹងមានពីណាទេបានយកស្អីគេមកប៉ាត់លើភ្នែកខ្ញុំនេះតោះក៏ឃើញដូច្នេះក៏គាត់បាននាំគាត់នឹងទៅកន្លែងពិនិត្យសុខភាពនៅពលានយន្តហោះស្ថានភាពរបស់គាត់ដំបូងហ្នឹងគឺអត់អីទេបន្ទាប់ពីគាត់ចូលក្នុងបន្ទប់ពិនិត្យសុខភាពនៅពលានយន្តហោះហើយគាត់ក៏កាន់តែមានអាការៈខ្លាំងជាងមុនអញ្ចឹងទៅក៏បានហៅផ្លានពេទ្យដើម្បីសង្គ្រោះគាត់ទៅមន្ទីរពេទ្យប៉ុន្តែនៅតាមផ្លូវដែលគាត់ទៅមន្ទីរពេទ្យហ្នឹងគាត់ក៏បានស្លាប់ហើយអ្វីដែលសំខាន់ណាស់អ្នកនេះបរិយាដែលគេយកមកលេងសើចហ្នឹងគឺមានឈ្មោះថាគឹមចុងណាមហើយគាត់ហ្នឹងជាមនុស្សម្នាក់ដែលគួរចាប់អារម្មណ៍ខ្លាំងណាស់ពីព្រោះឪពុករបស់គាត់ហ្នឹងគឺជាមេដឹកនាំផ្ដាច់ការនៅប្រទេសកូរ៉េខាងជើងសម្រាប់លោកណាមផ្ទាល់ហ្នឹងគឺគាត់ជាកូនប្រុសច្បងដែលឪពុករបស់គាត់សង្ឃឹមតែគាត់ដឹកនាំបន្តពីគាត់ប៉ុន្តែកន្លងពេលលោកណាមធំធាត់ឡើងហ្នឹងគាត់ជាមនុស្សម្នាក់ដែលបើកចិត្តទូលំទូលាយចូលចិត្តទៅប្រទេសសេរីហើយព្យាយាមរករបស់អីដែលថ្មីនឹងទំនើបជាងឪពុករបស់គាត់ហើយនេះជារឿងហេតុដែលគាត់មិនចូលចិត្តកូនរបស់គាត់ឡើយថ្ងៃមួយណាលោកណាមគាត់បានទៅក្រៅប្រទេសដែលគោលដៅរបស់គាត់គឺទៅប្រទេសជប៉ុនប៉ុន្តែនៅពេលដែលគាត់ទៅដល់ប្រទេសជប៉ុនត្រូវបានគេចាប់ខ្លួនដោយសារតែគាត់ហ្នឹងប្រើអត្តសញ្ញាណប័ណ្ណคล้ายៗហើយការចាប់ខ្លួនរបស់គាត់មួយហ្នឹងបង្កឲ្យមានភាពអាម៉ាស់ដល់រដ្ឋបាលកូរ៉េខាងជើងពីព្រោះគាត់ត្រូវបានរកឃើញថាគាត់ទៅលេង Disneyland នៅក្នុងទីក្រុង Tokyo ដែលតំណាងឲ្យសហរដ្ឋអាមេរិកវប្បធម៌អាមេរិកដែលជាមូលធននិយមក្រោយមកនៅពេលឪពុករបស់គាត់បានស្លាប់ហ្នឹងប្អូនប្រុសរបស់គាត់ដែលមានឈ្មោះថាគឹមចុងអ៊ុនហ្នឹងក៏បានឡើងដឹកនាំថ្មីនៅក្នុងប្រទេសកូរ៉េខាងជើងដែលលោកគឹមចុងអ៊ុនផ្ទាល់ហ្នឹងគឺគាត់ស្អប់បងប្រុសគាត់ខ្លាំងមែនតើដែលគាត់បានបណ្ដេញលោកគឹមចុងណាមទៅរស់នៅក្នុងប្រទេសចិនដោយរដ្ឋាភិបាលកូរ៉េខាងជើងហ្នឹងគឺបានព្យាយាមសម្លាប់លោកគឹមចុងណាមជាច្រើនដងហើយប៉ុន្តែជាចុងក្រោយហ្នឹងក៏គាត់បានសម្រេចចិត្តថានាំកូនចៅរបស់គាត់ដែលជាឬក៏អីហ្នឹងបានណែនាំឲ្យ Mr. Chang ហ្នឹងទៅណែនាំស្ត្រី2នាក់ទៀតដែលមានឈ្មោះថា City ជាមួយនឹងដនហ្នឹងមកធ្វើរឿងអ្វីទាំងអស់ហ្នឹងប៉ុន្តែសម្រាប់នារីទាំង2នាក់ហ្នឹងគឺគាត់មិនដឹងទេថាគាត់ជាជនរងគ្រោះដោយការវិថ្ងៃដែលថតវីដេអូប្រេងនៅពលានយន្តហោះហ្នឹងគឺពួកគេទាំង2នាក់ហ្នឹងគិតថាប្រេងដែលនៅក្នុងដៃរបស់គេហ្នឹងគឺពិតជា baby oil មែនតែតាមពិតទៅប្រេងនៅក្នុងដៃរបស់ City ហ្នឹងគឺជាប្រេងប្រភេទម្យ៉ាងដែលខ្ញុំហៅឈ្មោះថា A ហើយនឹងប្រេងម្យ៉ាងទៀតដែលដាក់នៅក្នុងដៃដនហ្នឹងគឺជាប្រេងប្រភេទ B នៅពេលដែលធាតុទាំងពីរនេះចូលគ្នាហ្នឹងគឺគេបានហៅប្រេងនឹងមួយទៀតថាគឺប្រភេទ VX គឺ Vinamous Agent X ដែលជាតិគីមីនេះអ្នកគ្នាគឺជាជាតិគីមីដែលគួរឲ្យគ្រោះថ្នាក់ខ្លាំងមែនទែនព្រោះតាវានឹងបានចូលទៅកាន់សរសៃប្រសាទរបស់មនុស្សនិងមិនឈប់ដំណើរការដែលគេបានហាមឃាត់មិនឲ្យប្រើថ្នាំប្រភេទនេះទេដូច្នេះដោយសារអាធាតុទាំងពីរនេះបានលាបទៅលើមុខលោកគឹមចុងណាហ្នឹងគឺគាត់បានស្លាប់ភ្លាមៗនៅពលានយន្តហោះតែម្ដងអ្វីដែលសំខាន់អ្នកគ្នា Mr. Chang ជាមួយនឹងផលិតករទាំងអស់ដែលរៀបចំកម្មវិធីនេះឡើងសុទ្ធតែជាអ្នកស៊ើបការរបស់កូរ៉េខាងជើងទាំងអស់ដោយបន្ទាប់ពីហេតុការណ៍នេះកើតឡើងនៅក្នុងពលានយន្តហោះហ្នឹងពួកគេបានរត់គេចខ្លួនភ្លាម
ហើយសូម្បីតែប្រទេសកូរ៉េខាងជើងផ្ទាល់គឺគាត់អត់បានទទួលស្គាល់ថាអាសកម្មភាពទាំងអស់នេះគឺជាកូនចៅរបស់គាត់ទេដែលរឿងទាំងអស់នេះបន្តឲ្យមានភាពតានតឹងរវាងប្រទេសម៉ាឡេស៊ីជាមួយនឹងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃនោះអ្នកគ្នាគឺបន្ទាប់ពីពួកគេបានធ្វើអាវីដេអូប្រែនេះហើយ City ជាមួយនឹង Don ក៏បានចូលទៅបន្ទប់ទឹកលាងដៃជាមួយនឹងគ្នាដែលពួកគេជិះមកក្រៅវិញណារោ Mr. Cha ជាមួយនឹងផលិតករផ្សេងទៀតគឺអត់ឃើញទេអញ្ចឹងទៅពួកគេក៏សម្រេចចិត្តថាអត់អីទេនាំគ្នាត្រឡប់ទៅផ្ទះវិញបានប្រហែលមួយថ្ងៃក្រោយមកណាប៉ូលីសក៏បានចាប់ខ្លួននារីទាំងពីរនាក់នេះដែល City ត្រូវបានចាប់ខ្លួនដោយប៉ូលីសម៉ាឡេស៊ីគឺ City ផ្ទាល់គឺគាត់នឹងថាមានរឿងអីកើតឡើងទេអញ្ចឹងទៅប៉ូលីសក៏បានចោទប្រកាន់គេនឹងថាបានប្រព្រឹត្តបទសម្លាប់មនុស្ស8ខែក្រោយមកការកាត់ក្តីក៏បានកើតឡើងហើយអ្វីដែលសំខាន់ណាស់គ្នាបើសិនជានារីទាំងពីរនាក់ត្រូវកាត់ទោសពួកគេនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតដោយការព្យួរកតែការកាត់ក្តីនេះបានបន្តរយៈពេល2ឆ្នាំនៅចុងក្រោយ City ក៏ត្រូវបានដោះលែងវិញដោយសារតែប្រទេសឥណ្ឌូនេស៊ីនឹងបានមកចរចាឬក៏ធ្វើការអន្តរាគមន៍ជាមួយនឹងប្រទេសម៉ាឡេស៊ីចំណែកដងវិញគឺគាត់បានសារភាពគ្រប់បែបយ៉ាងនិងត្រូវការបន្ថយទោសរបស់គាត់រហូតតតែគាត់បានដោះលែងវិញ